ញោមមីស៊ូឬក៏មីកញ្ចប់អីយើងធ្លាប់ធ្វើញ៉ាំអស់ហើយថ្ងៃនេះយើងមកសាកធ្វើញោមកាទៀវវិញម្ដងគឺយើងធ្វើញោមកាទៀវសាច់ជ្រូកចិញ្ច្រាំរសជាតិវាឆ្ងាញ់ប្លែកម្យ៉ាងដែរតាបងប្អូនជាពិសេសសរសៃកាទៀវយើងស្រូបយករៀងស្វិតតិចមកគឺថាលាយជាមួយនឹងគ្រឿងចូលជាតិគ្នាល្អមែនទែនឥឡូវយើងចូលដល់វិធីធ្វើតែម្ដងដំបូងខ្ញុំដាក់បង្គាក្រៀមប្រហែលជាកន្លះកូនចានលីងវាឡើងឈ្ងុយសិនពេលដែលបង្គាឡើងឈ្ងុយល្អហើយយើងចាក់វាដាក់ចានទុកម្លាយសិនមករួចហើយយើងដាក់ខ្ទះម្ដងទៀតបន្ទាប់មកដាក់ទឹកមួយកូនចានចង្កឹះដាំវាឲ្យពុះសិនពេលដែលទឹកនឹងពុះហើយចាំយើងដាក់សាច់ជ្រូកចិញ្ច្រាំចូលហើយនឹងអំបិលម្ជិបសម្រាប់សាច់ជ្រូកខ្ញុំប្រើ1ខាំកន្លះហើយយើងត្រូវឆាវាលាយជាមួយនឹងទឹកនឹងរហូតទាល់តែវាឆ្អិនល្អពេលដែលសាច់ជ្រូកឆ្អិនហើយយើងចាក់វាដាក់ក្នុងចានធំមួយមករួចហើយចាំយើងដាក់គ្រឿងផ្សំផ្សេងទៀតមានដូចជាខ្ទឹមសខ្ញុំដាក់ចំនួន3កំពឹសយកវាទៅបុកឲ្យម៉ត់ក៏បានចិញ្ច្រាំក៏បានដែរហើយម្ទេសបងប្អូនដាក់តាមចំណង់ចំណូលចិត្តបន្ទាប់មកដាក់ទឹកត្រី5ស្លាបព្រាបាយស្ករ2ស្លាបព្រាបាយហើយម្សៅស៊ុបខ្នុរនឹងកន្លះស្លាបព្រាកាហ្វេនិងក្រូចឆ្មាសម្រាប់ក្រូចខ្ញុំប្រើពីផ្លែធំៗដោយសារចង់បានរសជាតិជូររៀងខ្លាំងជាងបន្តិចធម្មតាទឹកសម្រាប់ធ្វើញោមយើងត្រូវយករសជាតិជូរប្រៃផ្អែមស្មើគ្នាតែបងប្អូនអាចលៃលកតាមចំណូលចិត្តចង់ជូរចង់ប្រៃចង់ផ្អែមអីដាក់គ្រឿងតាមនឹងបានរួចហើយយើងកូរគ្រឿងចូលគ្នាសពរហូតទាល់តែស្កររលាយអស់ហើយបងប្អូនអាចភ្លក់មើលបានដើម្បីងាយស្រួលថែមថយគ្រឿងបន្ទាប់មកយើងងាកមកស្រុះកាទៀវរបស់យើងបន្តិចសិនកាទៀវខ្ញុំប្រើតែ2ដុំតូចៗទេរួចហើយយើងដាក់កាទៀវចូលបន្ទាប់មកយើងថែមបង្គាក្រៀមដែលយើងបានលីងឡើងឈ្ងុយហើយហ្នឹងហើយបន្លែមានប៉េងប៉ោះនិងខ្ទឹមបារាំងខ្ញុំប្រើប៉េងប៉ោះមួយផ្លែហើយខ្ទឹមបារាំងហ្នឹងតែមួយចំហៀងតូចទេបន្ទាប់មកយើងលាយច្បល់វាចូលគ្នាឲ្យសព្វជាមុនសិនធ្វើញោមដឹកហ្នឹងខ្ញុំធ្វើទឹកត្រីរៀងច្រើនតិចឡើងចង់កន្លះចានហើយដើម្បីឲ្យមើលទៅវារៀងទំនងកុំឲ្យវាស្ងួតខ្លាំងពេកបន្ទាប់ពីយើងច្បល់ចូលគ្នាសព្វគ្រឿងល្អហើយចុងក្រោយយើងបន្ថែមតែជីវ៉ាន់ស៊ុយក៏បានឬក៏ជីផ្សេងៗតាមដែលបងប្អូនចូលចិត្តហើយលាយច្បល់វាចូលគ្នាបន្តិចទៀតទៅគឺរសជាតិស្រេចសម្រាប់រសជាតិដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងជូរប្រៃផ្អែមហឹរអាចលៃលកទៅតាមនឹងបានសម្រាប់ខ្ញុំរសជាតិនេះមិនជាស្រាលប្រហែលទេតែក៏មិនដិតអីខ្លាំងពេកដែរមកល្មមឆ្ងាញ់អាចទទួលយកបាន